ព្រោះ0 7ពណ៌សផ្លាត់លេខ BC ពណ៌សបែបយុវវ័យរបស់យើងឥឡូវរកម្ចាស់ថ្មីឃើញហើយគឺបងប្រុសបងស្រីនៅខាងខេត្តកណ្ដាលទឹកខ្មៅបងប្អូនណាមុននឹងមកមើលហ្នឹងគឺគាត់មានបងប្អូនគាត់ម្នាក់ពីរនាក់ដែរមកជួយមើលលម្អិតបច្ចៈមែនតែនមកគាត់ហើយកញ្ចៃកញ្ចងមើលឃើញដល់ឡានថ្មីឡានស្អាតហើយមិននឹងអង្គយូរទេបងប្អូនណាក៏សុំរឿងឡើងមើលប៉ងមើលបាតគីឡូមានច្រេះមានអីអញ្ចឹងណាធម្មតាយើងមានសុទ្ធយើងអត់ខ្លាចភ្លើងដូចភ្ញៀវរដងអញ្ចឹងឥឡូវនេះបាទបន្ទាប់ពីឃើញឡានថ្មីឡានស្អាតហើយក៏គាត់ពិភាក្សាគ្នាកក់លុយឲ្យយើងរៀបចំជាពិសេសដូចភ្ញៀវមុនអញ្ចឹងហើយខ្ញុំតែងតែមិនភ្លេចទេបាទមើលសបុកអែមសិនជាក់ក៏ដូចជាបតក់ថ្នាំមើលគូផ្លាកលេខគូអីបាទមើលកម្រាជើងកម្រាតាប់ឡូតូទឹកភ្លៀងណាដែលស្ទើរហ្នឹងគឺត្រូវផ្លាស់ប្ដូរជូនគាត់មកស្អាតក៏ដូចជាបាទពូលគុជបាទផ្លិតទឹកផ្លិតអីក៏ដូចជាប្រេងម៉ាស៊ីនប្រេងប្រាំងប្រអប់លេខអីហ្នឹងគឺត្រូវតាមមកថ្មីមកស្អាតក៏ដូចជាគ្រឿងក្រោយហ្នឹងក៏មិនឲ្យខ្វះដែរបាទក្តៅសដងកងសកួរបន្ទាប់ពីហ្នឹងគឺយើងតែងតែមើលសម្ពាធខ្យល់កងមកជុំហើយរឹតជូនគាត់មកស្អាតនិងធ្វើការលាងសម្អាតជូនគាត់ទើបចាប់ផ្ដើមបកគលជូនគាត់ហើយខ្ញុំតែងតែមិនភ្លេចដែរមុននឹងដកជូនភ្ញៀវគឺដំណាក់កាលចុងក្រោយខ្ញុំត្រួតពិនិត្យមើលខ្លួនឯងមកជុំទៀតក៏លោកមានខ្វះខាតអីណាឥឡូវនេះក៏ចាប់ផ្ដើមទូទាត់លុយហើយបកគលជូនគាត់យកទៅខាងខេត្តកណ្ដាលនៅតែខ្មៅវិញហើយអញ្ចឹងអរគុណមែនទែនបងប្រុសបងស្រីនៅខាងខេត្តកណ្ដាលចំពោះការគ្រប់គ្រងបាឡានបែបយុវវ័យចេញទៅហើយគីរ៉េ015នេះក៏បានចេញទៅខាងខេត្តកណ្ដាលមួយគ្រឿងដែរអញ្ចឹងបងប្អូនដែលចង់បានស្អាតអញ្ជើញមើលបានហុំខាអរគុណ